យុវជនឡាយសំណាងដែលមានពិការភាពតស៊ូក្នុងការរៀនសូត្ររស់នៅកំពង់ឆ្នាំងទទួលបានផ្ទះថ្មថ្មីមួយខ្នងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិប្រិយបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបន្ថែមពីការឧបត្ថម្ភនិងជួយជំរុញដល់យុវជនឡាយសំណាងដែលមានពិការភាពឲ្យសម្រេចក្តីបំណងក្នុងការសិក្សារៀនសូត្រនោះកាកបាទក្រហមកម្ពុជាដែលមានសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរគង់ប្រថាប់ជាព្រះប្រធានកិត្តិយសនិងសម្ដេចគតិប្រិយបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានបានសាងសង់ផ្ទះថ្មមួយខ្នងទំហំ4ម៉ែត្រគុណនឹង 16.5 ម៉ែត្រកម្ពស់ 4.2 ម៉ែត្រចំណាយថវិកាអស់ $23,300 អាមេរិកជូនយុវជនឡាយសំណាងនិងក្រុមគ្រួសារដែលរស់នៅភូមិផ្អេសង្កាត់ផ្អេក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងពិធីប្រគល់ទទួលផ្ទះខាងលើនេះប្រព្រឹត្តទៅថ្ងៃទី25ខែមិនិនាឆ្នាំ2025ក្រោមអធិបតីភាពលោកជំទាវ ម៉ែននារីសុភ័ក្រអគ្គលេខាធិការរងទី1កាកបាទក្រហមកម្ពុជានិងឯកឧត្តមសុនសវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងលោកជំទាវអគ្គលេខាធិការរងទី1ក៏បានគូបញ្ជាក់ថាកាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហមនិងអធិច័ន្ទក្រហម8ឧសភាដូច្នេះអ្វីដែលកាកបាទក្រហមកម្ពុជាទទួលបានគឺតែងតែយកទៅជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនិងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយផ្ទាល់ដៃដែលនេះជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយនឹងអ្នកទទួលផលពីកាកបាទក្រហមកម្ពុជានៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាជាកិច្ចឆ្លើយតបយុវជនឡាយសំណាងនិងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចគតិប្រិយបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ជាពិសេសផ្ទះថ្មីមួយខ្នងដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះយុវជនឡាយសំណាងអាយុ21ឆ្នាំកំពុងសិក្សានៅថ្នាក់ទី12នៃវិទ្យាល័យក្រុងកំពង់ឆ្នាំងរស់នៅភូមិផ្អេសង្កាត់ផ្អេក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំងមិនត្រឹមតែមានពិការភាពជើងមួយចំហៀងនោះទេដោយតម្រូវឲ្យទៅវះកាត់ឆ្អឹងដុះមកជាប្រចាំទៀតផងតែទោះបីជាបែបនេះក្តីក៏រូបគេមិនបានបោះបង់ការសិក្សាចោលដែរទាំងដែលខ្លួនពិការពិបាកក្នុងការធ្វើដំណើរហើយគ្រួសារក៏មានជីវភាពខ្វះខាតទៀតផងខិតខំជំនះបញ្ហាគ្រប់បែបយ៉ាងបន្តការសិក្សាតាំងពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យសូមបញ្ជាក់ថាកន្លងមកក្រុមគ្រួសារខាងលើនេះត្រូវបានជួយសម្រាលការលំបាកពីកាកបាទក្រហមកម្ពុជានិងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនិងថ្ងៃនេះបានទទួលផ្ទះថ្មថ្មីមួយខ្នងរួមជាមួយអំណោយសម្រាប់សង្កត់ផ្ទះមួយចំនួនទៀតរួមមានអង្ករ100គីឡូក្រាមមី5កេសត្រីខ5យួរទឹកស៊ីអ៊ីវ2យួរខេតមុងភួយសារ៉ុងក្រមា2ខេតទឹកក្រូច4កេសទឹកបរិសុទ្ធ4កេសសម្ភារៈផ្ទះបាយ1ឈុតនិងថវិកាចំនួន50,000រៀល